JBC ភាគីកម្ពុជាបញ្ជូនកំណត់ទូតជាថ្មីទៅ JBC ភាគីថៃស្នើចំនួន4ចំណុចដើម្បីបញ្ជូនក្រុមវវែងចម្រុះ JSTA នៃភាគីទាំងពីរចុះលើដីជាក់ស្ដែងចន្លោះពីថ្ងៃទី1ដល់ថ្ងៃទី7ខែមីនាឆ្នាំ2026រលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះបានចេញសេចក្តីប្រកាសព័ត៌មានដើម្បីជម្រាបជូនដល់ជនរួមជាតិនិងសាធារណជនជាតិនិងអន្តរជាតិទាំងអស់ឲ្យបានដឹងថាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាថ្មីម្ដងទៀតកាលពីថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ទៅគណៈកម្មការ JBC ភាគីថៃដែលមានខ្លឹមសារដូចខាងក្រោមទី1ស្នើចាត់បញ្ជូនក្រុមវវែងចម្រុះ JSTA នៃភាគីទាំងពីរចុះលើដីជាក់ស្ដែងនៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី1ដល់ថ្ងៃទី7ខែមីនាឆ្នាំ2026ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ52ដល់លេខ59ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងព្រមទាំងសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នាទី2ស្នើចាត់បញ្ជូនក្រុមវវែងចម្រុះ JSTA នៃភាគីទាំងពីរដើម្បីជួសវវែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ33ដល់លេខ37តំបន់បឹងត្រកួនតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដាឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់តំបន់ព្រំដែនអូភ្លុកដំរីឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់តំបន់ព្រំដែនច1ឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់និងតំបន់ព្រំដែនផ្សេងទៀតនៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី25ខែមីនាឆ្នាំ2026ទី3ស្នើចាត់បញ្ជូនក្រុមវវែងចម្រុះ JSTA នៃភាគីទាំងពីរដើម្បីចុះវវែងនឹងខណ្ឌសីមាលើដីជាក់ស្ដែងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នាខ្សែព្រំដែនដើរតាមផ្លូវទឹកនិងខ្សែព្រំដែនជាបន្ទាត់ត្រង់នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី25ដល់ថ្ងៃទី15ខែមីនាឆ្នាំ2026ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី6របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃកម្ពុជាចុះថ្ងៃទី15ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញទី4ស្នើឲ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិ OG កម្ពុជាថៃលើកទី12និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTAC កម្ពុជាថៃលើកទី5នៅអំឡុងសប្តាហ៍ទី1ខែមីនាឆ្នាំ2026និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរនៅអំឡុងសប្តាហ៍ទី2ខែមីនាឆ្នាំ2026ទី5គណៈកម្មការ JBC ភាគីកម្ពុជាបានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជាដោយបង្ហោះដ្រូនរាយបន្លាលួសដាក់ទូកុងតឺន័រដោតទង់ជាតិថៃជីកប្រឡាយសាងសង់ផ្លូវនិងលានដ្ឋានបដូរឈ្មោះផ្លូវជាតិលេខ58របស់កម្ពុជាសកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាហាមឃាត់មិនឲ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅលំនៅឋានរបស់ពួកគេវិញសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាន MOU ឆ្នាំ2000កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចប្រជុំទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ឆ្លៀតក្នុងឱកាសនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមបញ្ជាក់ជូនសារជាថ្មីដល់ជនរួមជាតិនិងសាធារណជនជាតិនិងអន្តរជាតិទាំងអស់ឲ្យបានជ្រាបថាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយឈលលើគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកក្នុងន័យនេះគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជានឹងបន្តអនុវត្តការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ថៃដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន
និងមិនទទួលស្គាល់នឹងការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានអំពាវនាវដល់ជនរួមជាតិនិងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ